จุ่มเรียบสู้บองปูนออกเนี่ยสู้บองปูนตามด่านเทศนาการทัวร์ดำเนินต่อเทศนาปราสาทกอเกตออกเนี่ยบ้านส้มเจิ้งเทศนาโดยต่อเตารมณีฐานปราสาทเกาะเกขนงเขตปราวิเฮรត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2023រមណីយដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ 8000 ហិកតាដែលមានប្រាសាទជាង 70 ក្នុងនោះមានប្រាសាទធំមួយដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគ្នេយ៍កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សទី10ដែលមានអាយុកាលជា 1000 ឆ្នាំមកហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី 4 នៅពេលផ្លាស់ប្ដូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរសប្តាហ៍ថ្ងៃនេះយ៉ាងហោចណាស់ក្នុងមួយថ្ងៃមានភ្ញៀវទេសចរបរទេសពីមកលេខទៅ40នាក់ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្ត្រកោះកេរនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារបន្ទាប់ពីក្រុមហ៊ុន Kham Sumed បានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមកកំណើនភ្ញៀវទេសចរទៅកាន់តំបន់ប្រាសាទកោះកេរខាងលើនេះมันបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងដែរលោក King Sumed នាយកក្រុមហ៊ុន Kham Sumed ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរខេត្តព្រះវិហារនោះបាននិយាយថាផ្លូវប្រវែង105គីឡូម៉ែត្រចេញពីរង្វង់មូលភ្នំគូលែនទៅដល់ប្រាសាទកោះកេរគឺបានធ្វើរួចរាល់ហើយតាមរយៈផ្លូវដ៏ស្អាតនោះធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេសនិងភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើងជាលំដាប់លោកបាននិយាយថាទោះបីជាផ្លូវនោះល្អហើយក្តីក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថ្ងៃដើម្បីឲ្យបានកាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរបានប្រកបដោយសុវត្ថិភាពក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយផងដែរប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី 4 ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនាប្រាសាទនេះពីដើមឈ្មោះឆក់កោះកេរឬផ្ទៃដីកោះកេរសពថ្ងៃនេះហៅថាអតីតរាជធានីកោះកេរមានទំហំផ្ទៃដី16គុណ16គីឡូម៉ែត្ររួមមានប្រាសាទ98ប្រាសាទនេះមាន7ជាន់មានកម្ពស់បាត35ម៉ែត្រដែលកសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនាប្រាសាទកោះកេរគឺជាអតីតរាជធានីនៃអាណាចក្រខ្មែរមួយរយៈពេលខ្លីនាដើមសតវត្សទី 10 ខាងក្រោមនេះជាត្រួសត្រាសអំពីប្រវត្តិរបស់ប្រាសាទនេះរាជធានីព្រះបាទជ័យវរ្ម័នទី 4 បានចាប់ផ្ដើមកសាងរាជធានីនៅតំបន់កោះកេរដែលពីដើមហៅថាឆោកគៀកឬលង្កបុរៈក្នុងសិលាចារឹកនៅក្នុងឆ្នាំ921នៃកសហើយបានឡើងគ្រងរាជ្យជាផ្លូវការពីឆ្នាំ928ដល់941នៃកសក្រោមរជ្ជកាលព្រះបាទហក្សវរ្ម័នទី 2
ព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី4បន្ទាប់មករាជធានីត្រូវបានផ្លាស់ប្ដូរត្រឡប់ទៅអង្គរវិញដោយព្រះបាទរាជេន្ទ្រវរ្ម័នទី2ការកសាងក្នុងរយៈពេលខ្លីដែលកោះកេរជារាជធានីព្រះបាទជ័យវរ្ម័នទី4បានអនុវត្តកម្មវិធីកសាងដ៏មហិមាដែលបានសាងសង់ប្រាសាទនិងទីសក្ការៈប្រមាណជាង98ឬជាង40ទីកន្លែងក្នុងបរិវេណដ៏ធំទំហំ16x16 គីឡូម៉ែត្រប្រាសាទសំខាន់ប្រាសាទធំប្រាង្គគឺជាប្រាសាទរាងពីរ៉ាមីត7ជាន់កម្ពស់ប្រហែល35ម៉ែត្រដែលជាប្រាសាទរដ្ឋឧទ្ទិសថ្វាយដល់ព្រះឥស្វរក្នុងសិលាចារឹកហៅថាសាវកនៅលើកំពូលគេជឿថាធ្លាប់តម្កល់លិង្គព្រះឥស្វរឈ្មោះត្រីភូវេនេសូវៈអ្នកគ្រប់គ្រងឋានទាំង3ដែលមានកម្ពស់ប្រហែល 4.05 ម៉ែត្ររចនាបថប្រាសាទកោះកេរបានបង្កើតនៅរចនាបថកោះកេរមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ថ្មធំៗនិងរូបចម្លាក់មានចលនារស់រវើងសាសនាប្រាសាទកោះកេរត្រូវបានកសាងឡើងដើម្បីគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនាហិណ្ឌូដោយផ្ដោតសំខាន់ទៅលើព្រះឥស្វរបេតិកភណ្ឌពិភពលោករមណីយដ្ឋានប្រាសាទកោះកេរត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2023ក្រោយពីបានដែលទស្សនាកំសាន្តប្រហែល1ម៉ោងមកខ្ញុំក៏បានឃើញស្នាដៃដូនតាខ្មែរឈរកណ្ដាលព្រៃយ៉ាងស្វាហាប់គួរឲ្យស្ញប់ស្នែងជាទ្រព្យសម្បត្តិស្នាដៃឯកលើលោកគ្មានពីរសូមអរគុណសម្រាប់ការតាមដានស្ដាប់និងទស្សនាខុសឆ្គងយ៉ាងណាសូមអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នា
។